គឺខ្ញុំបានមកដល់ទីតាំងថ្មមរៃហើយបងប្អូននេះគឺជាលើកទី1ហើយខ្ញុំបានមកឃើញផ្ទាល់ទាក់ទងទៅនឹងទីតាំងថ្មមរៃមួយនេះហើយទីតាំងនេះគឺស្ថិតនៅជាប់ព្រំប្រទល់ខេត្តកំពតទេបងប្អូនហ្នឹងហើយស្ថិតនៅជាប់ព្រំប្រទល់ខេត្តកំពតដែរទេដោយសារតែវានៅជិតភូមិវានៅភូមិព្រៃប្រោះបងប្អូនភូមិព្រៃប្រោះជិតភូមិត្រពាំងរពៅបាទទឹកដីខេត្តកំពតហ្នឹងហើយប៉ុន្តែតកតងនឹងទីតាំងនេះស្ថិតនៅក្នុងខេត្តបរសៃអនុបងប្អូនស្ថិតនៅក្នុងខេត្តបរសៃអនុភូមិព្រៃប្រោះបងប្អូនមើលមកជុំបាទនេះខាងមុខនេះគឺជាបងប្អូនមើលខាងលើឃើញដូចមានភ្នែកបាទមានភ្នែកមានក្បាលហើយខាងមុខនេះគឺជាប្រម៉ោយបាទដូចដំរីអញ្ចឹងបងប្អូនស្មើសម័យខ្លួនឯងទៅបាទគឺប្រហាក់ប្រហែលបងប្អូនបាទគឺដូចដំរីមែនអញ្ចឹងខ្ញុំឲ្យបងប្អូនមើលមកជុំទៅនឹងថ្មដំរីនេះបាទដែលគេហៅតគ្នាពីបរមបុរាណមកបងប្អូនឃើញបាទគឺខាងមុខនេះគឺជាប្រម៉ោយបាទដូចបងប្អូនដូចឥឡូវខ្ញុំថតឲ្យឆ្ងាយបន្តិចដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការមើលហើយតទៅនឹងទីតាំងមួយនេះគឺពោពេញទៅដោយថ្មបងប្អូនបាទថ្មដុះពេញហ្នឹងតែម្ដងបាទថ្មដុះច្រើនមែនតើហើយបងប្អូនឃើញជុំវិញនេះបាទជុំវិញបរិវេណនេះគឺស្ថិតតែថ្មបាទមិនដឹងជាមានរូបតំណាងអីខ្លះទេបាទហើយខ្ញុំនេះក៏មកជាលើកទី1របស់ខ្ញុំដែរបងប្អូនមើលទីតាំងមួយនេះគឺគេថែរក្សាដូចជាអភិរក្សបានល្អមែនទែនអត់មានការកាប់ស្គរមានការកាប់គាស់បាទកាយដីយកថ្មទេបងប្អូនបាទគឺគេនៅថែរក្សាទីតាំងមួយនេះគឺឲ្យដូចពីបរមរានអញ្ចឹងបងប្អូនបាទដូចពីដើមអញ្ចឹងបងប្អូនឃើញស្រាប់ឯងសិតតែថ្មបងប្អូនទីតាំងសិតថ្មសុទ្ធបាទសួស្ដីបងប្អូនអ្នកគ្នាហើយខ្ញុំចង់បង្ហាញបងប្អូនឲ្យបានឃើញតទៅនឹងដំណាំខ្លះដែលចាស់គាត់ដាំបន្សល់ទុកនៅដល់ពេលបច្ចុប្បន្ននេះហើយតទៅនឹងទីតាំងថ្មមរៃបងប្អូននេះគឺមានផ្លែឈើច្រើនមុខដែរប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនបានឃើញផ្លែឈើខ្លះបាទគឺមានដើមពេញរាជក៏ដូចជាមានដើមឈើព្រៃផងដែរហូបផ្លែព្រៃមានដើមរំដួលបាទហើយនៅដើមផ្សេងទៀតហើយនេះខែនេះគឺជាខែមួយដែលមានផ្លែខ្នុរបងបាទនេះផ្លែខ្នុរផ្លែនេះគឺមិនទៅប្រដាំនេះបងដាំយូរបាទបងនេះគឺផ្លែខ្នុរបាទនៅនេះគឺមានតែមួយទេបងបាទថាទៅតែវាទៅតែផ្កាទេបងទៅតែចេញផ្កាចេញបន្លកអញ្ចឹងទៅគឺវាអត់ទាន់មានច្រើនទេបងនេះគឺប្រាសាទបាទប្រាសាទនេះគឺមានអាយុកាលមិនច្រើនទេបងបាទទង់ប្រហែលជា20ឆ្នាំជាងបាទទើបតែកសាងក្នុងឆ្នាំដូចជា2000ជាងទេបងប្អូនបាទក្នុងឆ្នាំ2005អីហ្នឹងបាទក្នុងឆ្នាំ2005អីហ្នឹងបាទអញ្ចឹងអត់យូរឆ្នាំទេប្រាសាទនេះទើបតែកសាងឲ្យថ្មីទេហើយបងប្អូនមើលតាក់ទងទៅនឹងកំពូលនៃប្រាសាទនេះគឺស្អាតបងប្អូនបាទស្អាតមានបូរក្បាច់រចនាហើយនៅខាងក្រោយប្រាសាទនោះបងប្អូនឃើញខាងក្រោយផុតនោះឃើញភ្នំស្អាតមែនទែនបងប្អូនបាទគឺភ្នំស្អាតអញ្ចឹងកន្លែងនេះគឺជាកន្លែងប្រវត្តិសាស្ត្រមួយដែរដែលបងប្អូនគួរតែមកស្វែងយល់និងឲ្យស្គាល់ថាចង់ដឹងថាកន្លែងនេះមានប្រវត្តិអីបែបណាបងប្អូនចាំមកសួរនាំព័ត៌មានទាក់ទងទៅនឹងអ៊ំប្រុសអ៊ំស្រីតែគាត់នៅទីនេះផ្ទាល់តែម្ដងបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសូមបងប្អូនជួយ share និង like វីដេអូនេះម្នាក់មួយផងបាទអរគុណ